បងប្អូនហើយចង់និយាយថាគ្រាន់តែកពុបទឹកមិនតិចនៅលើកញ្ចប់ថ្នាំសត្វត្រីកូដឺម៉ាហ្នឹងក៏ពួកស្រាំងតិចផ្លែនេះមករោមច្រើនខ្លាំងមែនតើហ្មងណាអូយខ្ញុំសូមសរសើរហ្មងប្រសិទ្ធភាពខ្លាំងមែនតើនេះបងប្អូនឃើញនេះជំរាបសួរពុកម៉ែបងប្អូនតើគ្នាថ្ងៃនេះមានផលិតផលថ្មីតកតងជាមួយនឹងត្រីកូដឺម៉ាមកបង្ហាញតោះចង់ដឹងថាត្រីកូដឺម៉ាគឺជាអ្វីហើយប្រើដើម្បីធ្វើអីខ្លះមកស្ដាប់ការបកស្រាយរបស់ណាគេខ្ញុំអូខេនេះគឺជាសត្វជីវសាស្ត្រត្រីកូដឺម៉ាបាទហើយនេះគឺជា new package ណាដោយសាររដងយើងមានតែកញ្ចប់1គីឡូតែឥឡូវយើងមានកញ្ចប់មួយទៀតគឺកន្លះគីឡូអញ្ចឹងងាយស្រួលមែនទេសម្រាប់បងប្អូនដែលគាត់ដាំតិចតួចគាត់អាចយកកញ្ចប់កន្លះគីឡូនឹងទៅប្រើប្រាស់បានអញ្ចឹងទាក់ទងទៅលើត្រីកូដឺម៉ានេះយើងប្រើជាអត្ថប្រយោជន៍ខ្លះដើម្បីយើងប្រើនឹងទី1គឺយើងប្រើទៅលើជីធ្វើជាជីកំប៉ុស្តអញ្ចឹងណាអញ្ចឹងក្នុង1គីឡូរបស់វាគឺយើងអាចប្រើសម្រាប់ដាក់នៅលើជីអាចគោឬក៏ជីកប៉ោះយើងណាជីកប៉ោះយើងដើម្បីវាកាច់ល្អហ្នឹងហើយដើម្បីជួយឲ្យដោះផ្សិតល្អហ្នឹងដោះផ្សិតល្អដើម្បីកម្ចាត់ពួកផ្សិតចង្រៃមួយចំនួនផងដែរហ្នឹងវាចំណុចល្អរបស់វាណាហើយក៏យើង1គីឡូដាក់បាន1តោនណាហ្នឹងហើយ100ច្រឡំ1គីឡូដាក់បាន1តោនអានេះយើងអាចប្រើបាន1គីឡូប្រើបាន1តោនអញ្ចឹងយើងដាក់ទៅយើងផ្អាប់វាអាចចំហាយរុយនឹងមកទៀតហើយរុយនឹងមកទៀតដល់សារជាប់ដៃជាប់ដៃក្លិនស្នេហ៍មកខ្ញុំនេះមកតកែគេសើចនេះវុតិកាត្រីប្រាហើមនេះគេចិត្តបង្កើត brand ផលិតផលថ្មីមួយទៀតដែរនេះឈ្មោះវុតិកាត្រីប្រាហើមចក្រាយុទ្ធបងចក្រាយុទ្ធត្រីធម្មជាតិណាយើងមាន brand លក់ត្រីងៀតលក់អីដែរចឹងគេមើលរុយទៅតាមអូខេតកតងទៅលើហ្នឹងយើងប្រើបាញ់ទៅលើតំណាំផ្ទាល់ក៏បានដែរយើងគ្រាន់តែលីទឹកយើងអាចបាញ់ទៅលើតំណាំផ្ទាល់ហ្នឹងយើងប្រើមួយទឹកយើងប្រើមិនចឹងនិយាយទៅគឺអត់ខុសពីកប៉ោះម៉ាទេទឹក100លីត្រអាហ្នឹង1ខាំអញ្ចឹងអាហ្នឹង1គីឡូទឹក1000លីត្របើសិនជាយើងនិយាយស្រួលស្ដាប់ថាទឹកបើយើងដាក់ទឹកដាក់ហ្នឹង1ខាំទឹក100លីត្របើយើងដាក់ទឹក10លីត្រយើងថ្លឹងវាតាមហ្នឹងអញ្ចឹងណាយើងថ្លឹងអាជីងក្រាមរបស់យើងអូយនេះចង់និយាយថាគ្រាន់តែក្លិនដៃណាបងប្អូនស្នេហ៍ស្រាំងយើងនឹងប្រសិទ្ធភាពខ្លាំងមែនតើហ្មងគ្រាន់តែដៃជាប់ក្លិនហើយមកកាន់អាត្រីកូហ្នឹងគឺវាមកតាមអញ្ចឹងហ្មងណាតកតងទៅលើការប្រើប្រាស់ផ្សិតត្រីកូដឺម៉ាហ្នឹងដើម្បីប្រើមានប្រសិទ្ធភាពគឺយើងប្រើនៅពេលល្ងាចអាចចន្លោះថាខ្ទង់ពីម៉ោង4ទៅម៉ោង6អញ្ចឹងណាបងប្អូនហាមប្រើពេលថ្ងៃព្រោះប្រើពេលថ្ងៃគឺក្តៅខ្លាំងវាអាចធ្វើឲ្យផ្សិតងាប់ខ្សោយគុណភាពរបស់វាអញ្ចឹងណាអញ្ចឹងយើងយល់ល្អគឺយើងប្រើម៉ោង4ទៅម៉ោង6ល្ងាចអញ្ចឹងតកតងទៅលើការប្រើប្រាស់វាអញ្ចឹងសម្រាប់បងប្អូនដែលដាំដំណាំផ្សេងគឺរីកមិនឲ្យប្រើមែនតែនទាំងការដែលយើងប្រើប្រាស់សម្រាប់ការពីមុនដូចជាយើងបាញ់នៅលើដីបាទមុនដាំដំណាំក៏យើងអាចប្រើបានដែរបាទហើយហ្នឹងក៏វាជួយឲ្យការលូតលាស់ដំណាំវាមានភាពល្អដែរបាទនេះរួយវារោមដូចវាមករោមដូចនេះហើយណាដោយសារនេះដៃហាត់ទៅធំក្លិនស្នេហ៍ហ្មងចឹងបងប្អូនមើលនេះឡើងពេញហ្នឹងហើយវាមករោមពេញហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការប្រើប្រាស់ត្រីកូដឺម៉ាតកតងទៅលើការទៅលើការអូនកាន់វិញកាន់កូននៅសួរវុតិកាត្រីប្រាហើមអូខេអត់មានណាមើលកូនអញ្ចឹងថតបដាលមើលកូនបដាលនេះសរុបជារួមមកចង់បានស្នេហ៍ស្រាំងកុំភ្លេចតាក់តងមកឯសារមើលប្រសិទ្ធភាពខ្លាំងមែនតើហ្មងគាត់ឲ្យវាជាប់ក្លិនដៃយើងណាគឺវាមកច្រើនអញ្ចឹងហ្មងគេចង់លក់ដែរនិយាយគេវុតិកាចង់លក់ដែរអូយស្អីគេខំហើយថាមានសិទ្ធិពិតចង់ពេញអាចកំងអូនបានទីទៀតអូនចេញ brand អីគេថ្មីហើយគឺវុតិកាត្រីប្រាហើមអញ្ចឹងចង់រងចាំភ្លក់ត្រីប្រាហើមទាំងអស់គ្នាអូខេបងប្អូនសរុបជារួមមកខ្ញុំចង់បញ្ជាក់បន្ថែមទៀតតាក់ទងជាមួយនឹងត្រីកូដឺម៉ានេះណានិយាយទៅគឺយើងប្រើបានគ្រប់ដំណាំទាំងអស់នេះមិនថាស្រូវទេបងប្អូនឃើញស្រូវខៀវខ្ចីខៀវសង្ងាត់នេះមិនថាជាឈើហូបផ្លែដូចជាស្វាយនេះវាមានជំងឺលក្ខណៈថាខ្មៅថ្ងៃផ្សិតមរែងភ្លើងផ្សិតអីណានិយាយទៅអុចច្រេះខ្មៅអីហ្នឹងគឺប្រើបានទាំងអស់ហ្មងអក
ហើយបងប្អូនការពារប្រភេទរលួយក្រក់រលួយពេលយើងបដោះកូនបដោះអីវាមិនរលួយទេហ្នឹងហើយហ្នឹងយើងអាចប្រឡាក់ជាមួយនឹងគ្រាប់ពូជយកទៅបដោះបានហើយអត្ថប្រយោជន៍របស់វាគឺធ្វើឲ្យពូជហ្នឹងគឺវាដុះស្រស់គ្នាល្អហ្នឹងហើយដំណោះវាខ្ពស់ដុះស្រស់គ្នាល្អហើយវាការពារប្រព័ន្ធឫសឲ្យរឹងមាំហើយការពារជាមួយនឹងជំងឺរលួយទៀតមិនថាយើងផ្អាប់ស្រូវមុននឹងយើងយកទៅសាបព្រោះមិនថាយើងផ្អាប់គ្រាប់ពូជយកទៅបដោះឬក៏អីគឺយើងសិតអាចធ្វើបានហើយបើយើងអត់ផ្អាប់វាទេយើងលាយទឹកស្រោចពេលដែលយើងស្រោចកូនដំណាំរបស់យើងនឹងក៏បានដែរហើយអ្វីដែលសំខាន់វាអត់ប៉ះពាល់សុខភាពយើងនៅពេលដែលយើងថាយើងដូចថ្នាំពុលទូទៅយើងមិនបាញ់វាហើយយើងប្រមូលផលយើងត្រូវមានទុករយៈពេលឲ្យសាបអាច7ឬក៏14ថ្ងៃឬក៏អីតាមប្រភេទថ្នាំពុលដែរតែអានេះវាអត់ទេត្រឹមតែ3ថ្ងៃអីគឺយើងអាចប្រមូលផលបានហើយនិយាយទៅគឺអត់មានផលប៉ះពាល់ដល់សុខភាពទេហើយអានេះគឺជាផលិតផលរបស់ខ្មែរយើងសុទ្ធ 100% ហើយប្រសិទ្ធភាពរបស់វាគឺខ្ពស់ណាស់បងប្អូនមិនមែនរបស់ខ្មែរយើងអត់មានប្រសិទ្ធភាពអត់មានគុណភាពទេហើយខ្ញុំឃើញពីមុនមកភាគច្រើនបងប្អូនយើងអត់សូវគ្រប់ត្រឯងក៏គ្រប់ត្រទៅរបៀបបោះគេមកពីខាងលិចអីអញ្ចឹងណាឲ្យតែបោះគេគឺល្អបោះគេគឺល្អប៉ុន្តែនេះគឺខ្ញុំលក់មកយូរឆ្នាំហើយតាំងពីខ្ញុំធ្វើការនៅកំពង់ធំគិតមកដល់ឥឡូវខ្ញុំលក់ផលិតផលនេះគឺ7ឆ្នាំទាំងហ្នឹងហើយគឺលក់តែមួយប្រភេទហ្នឹងទេអត់ដែរលក់បោះគេផ្សេងទេដោយសារតែយើងប្រើប្រាស់ជាមួយនឹងកសិកររបស់យើងគឺបានផលិតផលហើយខ្ញុំខ្លួនឯងក៏ខ្ញុំធ្លាប់ប្រើប្រាស់ដែរមុនពេលដែលខ្ញុំចាប់ផ្ដើមលក់គឺខ្ញុំប្រើប្រាស់ខ្លួនឯងឆ្អែតទៅអញ្ចឹងបងប្អូនចង់បានអាចកំងបានណានិយាយទៅមកកញ្ចប់តម្លៃត្រឹមតែ 20000 ទេប្រើបានចំណេញខ្លាំងមែនតែនដាំតិចដាំច្រើនប្រើបានទាំងអស់គ្រប់មុខគ្រប់ប្រភេទដំណាំគ្រប់ដំណាក់កាលទៀតហើយសំខាន់សំខាន់ក្រោយសបកកញ្ចប់ហ្នឹងគឺមានការណែនាំយ៉ាងលម្អិតតែម្ដងហើយកុំភ្លេចណាចង់បានស្នេហ៍ស្រាំងមានគុណភាពល្អអាចកំងបានដូចឃើញស្រាប់នេះឃើញប៉ិតហ្មងអានេះមិនមែនស្នេហ៍ស្រាំងទេណាអាកញ្ចប់នេះគឺកញ្ចប់ឆ្នាំសិតត្រីកូដាម៉ាប៉ុន្តែវាមកតាមតែកពុកលើបន្តិចអត់តែកពុកហ៎អូនេះអាពេលយើងចាក់មិញដឹងយើងដាក់វានឹងការ៉ូហើយយើងចាក់ទៅកពុកមិញដឹងលោកអីលោកនេះគ្រាន់តែទឹកអូបងទឹកកពុកលើមែនតាអូនមើលមិនអត់ឃើញនេះសើមិនតិចតែចង់និយាយថាអាហ្នឹងយើងនិយាយទឹកកពុកលើណាអូនកាន់នៅនេះឲ្យចង់នោះវារោមមកឯងហ្នឹងវាមិនទៅរោមតាមក្លិនស្នេហ៍មិញអូខេចង់បានអាចកំងបានទាំងត្រីកូដាម៉ាទាំងក្លិនស្នេហ៍ស្រាំងតិចផ្លែណាបងប្អូនគេអរគុណច្រើនជម្រាបលាតោះវិទ្យាការជម្រាបលាមួយកូនឥឡូវ BA ថ្មីមួយទៀតហើយអានេះ BA ថ្មីអា BA មួយទៀតជាប់រៀនហើយឥឡូវមិនសូវបានដើរទេ BA ថ្មីនេះយូរ4ខែហើយ BA ថ្មីយូរ4ខែចឹងចិត្តចេញលក់បានហើយបាទ BA ទី1ហ្នឹង4ឆ្នាំចូលរៀនបាទអី4ឆ្នាំណា3ឆ្នាំសោះឆ្នាំជាងតាអូខេជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណច្រើន